គ្រប់យ៉ាងគឺជាការពិតទាំងអស់ដោយដែលព្រះអង្គទ្រង់ជ្រាបក្រាបទូលទាវគឺជាបេះដូងថ្លើមប្រមាត់របស់ទូព្រះបង្គំយើងទាំងពីរបានក្លាយជាស្វាមីភរិយានឹងគ្នាទាំងកាយនិងបេះដូងមិនថាជាតិនេះឬជាតិណាទូព្រះបង្គំបានស្បត់ស្បែកសច្ចានិងរួមរស់ជាមួយគ្នាលុះគ្រាអវសានក្រាបទូលទាវឆ្លើយការពិតមកមើលរឿងដែលទុំនិយាយគឺជាការពិតទេយើងមិនយកទោសនាងទេព្រះករុណាជាអម្ចាស់ជីវិតដំកល់លើត្បូងជប់ជ័យកូនខ្ញុំម្ចាស់និងបងដុំពិតជាបានស្រឡាញ់គ្នាហើយបានស្បស្មានឹងគ្នាថានឹងរំជីវិតតែមួយទោះត្រូវស្លាប់លំបាកដោយគ្នាយ៉ាងណា